ស្វានេះមានសមត្ថភាពទាញយកផ្លែឈើបានយំស៊ីបើមែកឈើទូចញែបដើរទល់នឹងទន់ឲ្យបាក់មែកធ្លាក់ទៅក្រោមលោហើយនៅតែឈានដើរទៅមុខទៀតចាំមើលធ្វើម៉េចបេះផ្លែឈើបានគេយកដៃទាញមែកផ្លែឈើដើម្បីទាញមកលើកទី1ឲ្យបានថយមកអង្គុយសិនព្យាយាមដល់ហើយដើម្បីបានផ្លែឈើមួយនេះយកមកស៊ីចុងក្រោយយកដៃទៅកាច់មែកផ្លែឈើនេះយកមកស៊ីទាល់តែបានមែកឈើនេះក៏ស្វិតទៀតអត់ព្រមបាក់សោះយកផ្លែឈើបានបាត់អ្នកខំបេះមិនបានស៊ីអូយអាអ្នកមិនខំបេះស៊ីជំនួសសង្ស័យគូស្នេហ៍វាដឹងបានវាអយឆ្ងាញ់បាត់របៀបចាប់ចំណៃរបស់កក់មួយខុសៗគ្នាបងប្អូនចាំមើលថាកក់មួយមានវិធីចាប់យ៉ាងម៉េចកក់ខ្លះចាំទុំចែកចំណៃពីចង្ងាយខ្លះទៀតទុំចាំចែកចំណៃជិតទឹកមើលកក់ពើប្រភេទនេះឆ្លាតមែនទែនយកចំណៃសនោះដាក់ចូលក្នុងទឹកឆត់ឲ្យត្រីហែកចូលមកស៊ីធ្វើហែកចែកយកត្រីជំនួសខ្លះទៀតឈរត្រាំនឹងទឹកសម្លឹងមួយចំណៃដោយមិនព្រិចភ្នែកតែឃើញហែមួយជិតដល់ហើយលោកទៅត្បាក់ខំដល់ចំណៃខ្លះទៀតទុំតាមស្លឹកឈូកទៀតដល់លោកដបចូលទៅប្រមាណចំណៃដោយមិនឲ្យចំណៃដឹងខ្លួនឡើយដកកចូលទៅយឺតឲ្យតែមានឱកាសលោកត្បាក់បដ ខ្លះទៀតដែលចាំចាក់ចំណៃនៅកន្លែងទឹករាកភ្នែកវាស្លឹងទៅចំណៃឡើងក្លោតលត់គ្មានព្រិចអីមែនតែចំណៃមួយចិត្តចាក់យកបដមួយចាក់ចំណៃបានលើមែនទេចំណៃកក់សលេខ្មៅនេះវិញចូលស្ងៀមចាំប្រមាណចំណៃឲ្យតែផុសមកចាក់យកបដមួយមានវិធីរោគចំណៃស៊ីខុសគ្នាតាមចំណេញរៀងខ្លួនធ្វើម៉េចធ្វើទៅតែបានចំណៃស៊ីឆ្អែតដើម្បីរស់ទៅថ្ងៃមុខទៀតរស់ដើម្បីស៊ីដើម្បីរស់ប៉ុណ្ណឹងសត្វតែត្រៃឡើងចេញមកពីស្ពាំងលំចេះតែទាំងរេតទេជាផងឡើងដល់កមើលវាឡើងមកឡើងសេគេនាំគ្នាឡើងមកលេងទឹករាកទៅឃើញតែត្រៃតូចត្រៃធំអត់ឃើញឡើងមកផងព្រមចេះស្បែកចាប់ដល់កសម្បូរត្រៃលែមជួនេះមើលពីចង្ងាយទៅដូចសត្វតែត្រៃសអានេះគឺមានកលែនោះមានក៏ច្រើនទៀតនោះនេះពោះឋានធំណាស់បងប្អូននឹងមកពីណាទេចង់វាចូលក្នុងផ្ទះប្រវែងវាចង់2-3ម៉ែត្រដឹងធំមែនទែនចង់10គីឡូជាងដឹងងាយល្ងយនោះនេះវាលំចង់ទៅមុខហើយបាល់គេឡើងទៅមកសង្ស័យវាមរកស៊ីចំណៃដែរចេញពីផ្ទះមកឃើញពោះធំចេះទៅផ្អិលរត់លហូរហោហើយមិនអត់ព្រមវាទៅមុខទៀតចោលវាទៅមុខរែងរួចហើយសង្ស័យអស់កម្លាំងឲ្យដឹងខ្លួនធំវែងទៀតវាតណាត្រូវប្រើកម្លាំងច្រើនឃើញហើយព្រឺរោមខ្ញាក់ពុំហួសមិនលេងចំនៅក្នុងទឹកហើយបាននាំគ្នាលោតឡើងលើគោព្រាតចេះខូចណាស់ត្រីក្រាញ់នេះនាំគ្នាលោតឡើងលើគោមកលំហែកាយលេងចង់វាទៅដល់ណានឹងនោះនៅខាងមុខនោះនាំគ្នាឡើងទៀតហើយអូនាំគ្នាវាទៅលេងទឹកហូរនោះសោះមួយពងវាសបាយគេអាខ្លះឡើងហើយចោះហើយឡើងពីងគឺជាប្រភេទសត្វមួយដែលប្រកែធ្វើអន្ទាក់ចាប់ចំណៃដ៏អស្ចារ្យតែសត្វល្អិតចូលអន្ទាក់វាហើយពិបាកនឹងរើខ្លួនរួចណាស់ក្នុងមាត់វាពោពេញទៅដោយខ្សែអន្ទាក់ជាច្រើនចង្ងាយមុំឲ្យតែវាចង់តវាអាចទៅតបានចង់ដល់ណាក៏ដល់ឲ្យតែវាចង់ដាក់ខ្សែអន្ទាក់វាមានច្រើនរាយដល់ណាក៏មិនចេះអស់វាជាសត្វមួយដែលប្រកែដាក់អន្ទាក់យកចំណៃដែលសត្វល្អិតផ្សេងមិនមានសមត្ថភាពដូចវាខ្លាំងដែលនឹងចិញ្ចានជែកនេះមិនដឹងចូលតាមប្រឡោះណាវាបន្ទប់បិទចិត្តដល់ហើយមិនដឹងវាចូលតាមណាវាលុតទុំលើអំបោះយ៉ាងស្អាតរាងគេឡើងស្លីមតែម្ដងជើងឡើងវែងភ្នែកឡើងធំបានជិះអំបោះហោះស្រួលស្ងំមកកំប្រឹងអត់ព្រមលុតទម្លាក់ចុះសោះបាល់វាធំជាងខ្លួនទៀតតែជើងអោបឡើងណែនតែម្ដងស្មានណាវាលុតចុះទៅវិញជិះចានឡោហើយមកខ្ញុំព្រាបដូចនៅតោះ1 2 3អាយយឈឺ